លើគ្រូសូមពិនិត្យមើលលទ្ធផលក្រោយពីធ្វើតេស្តសាកល្បងតើបានបន្ទុកប្រមាណអញ្ចឹងយើងដាក់ដេកកូដមកពងបាទឃើញថាបានបន្ទុក30លើ40មានន័យថាយើងបាន40បាទឆ្លើយបាន40ចំនួនបានបន្ទុកតែ30បន្ទុកនោះទេអញ្ចឹងត្រួតពិនិត្យមើលថាតើខុសអីខ្លះបាទនិយាយសារទី1គេសួរទិយមន័យរថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូចមានន័យដូចម្ដេចទៅត្រឹមត្រូវបាទអញ្ចឹងរថយន្តដឹកជញ្ជូនអ្នកដំណើរកាលណាគេនិយាយពីអ្នកដំណើរគឺយើងរាប់ចំនួនមនុស្សបាទមានម៉ានអ្នកអញ្ចឹងណាបាទអញ្ចឹងគេអត់គិតជាតោនអីនោះទេអញ្ចឹងចម្លើយដែលយើងគិតមើលបាទចម្លើយកនេះគឺចម្លើយត្រឹមត្រូវរថយន្តដែលមានចំណុះចាប់ពី10នាក់ដល់20នាក់ដោយគិតទាំងអ្នកបើកបរឃើញទេចម្លើយខនេះគេដាក់ថាដូចគ្នាបាទចំណុះចាប់ពី10នាក់ដល់ទៅ20នាក់ដោយមិនគិតអ្នកបើកបរបាទអញ្ចឹងអាមួយនេះមិនគិតអាមួយនេះចម្លើយកនេះគឺគិតអញ្ចឹងគឺយើងយកគិតទាំងអ្នកបើកបរបាទអត់អ្នកបើកបរតើឡាននឹងទៅមុខមិនកើតបាទអញ្ចឹងត្រូវតែគិតណាចូលវិញ្ញាសាទី2ក្នុងករណីទ្រង់ផ្លូវតូចចង្អៀតមិនអាចជាគ្នាបានហើយចាំបាច់មានយានជំនិះណាមួយត្រូវថយក្រោយចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរបាទអញ្ចឹងមួយណាទៅថយក្រោយបាទអញ្ចឹងគឺរថយន្តដឹកទំនិញត្រូវថយក្រោយបាទអញ្ចឹងយើងឲ្យតែផ្លូវចង្អៀតមិនអាចជិះគ្នាបានគឺយើងឲ្យរថយន្តបាទដឹកទំនិញថយក្រោយណាអញ្ចឹងគឺចម្លើយខជាចម្លើយត្រឹមត្រូវចូលវិញ្ញាសាទី2ចំពោះផ្លូវដែលមានទិសចរាចរណ៍ពីរផ្សេងគ្នាទិសចរាចរណ៍2តើអ្នកបើកបរត្រូវចតឬក៏ឈប់ដូចម្ដេចទៅត្រឹមត្រូវបាទអញ្ចឹងចរាចរណ៍2គឺយើងប្រកាន់ខាងស្ដាំណាគឺនៅខាងស្ដាំតាមទិសចរាចរណ៍និយមន័យកន្លងផ្លូវមានន័យដូចម្ដេចត្រឹមត្រូវបាទអញ្ចឹងចម្លើយគោជាចម្លើយត្រឹមត្រូវចំណែកមួយនៃទ្រង់ផ្លូវខណ្ឌដោយគំនូសឬបរិក្ខារបែងចែកផ្លូវតាមបណ្ដោយទ្រង់ផ្លូវដែលមានទទឹងគ្រប់គ្រាន់អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានជាជួរបាទអញ្ចឹងគឺចម្លើយគោជាចម្លើយត្រឹមត្រូវនៅក្នុងទីប្រជុំជនតើអ្នកបើកបរត្រូវឈប់ឬចតយានជំនិះដាក់ទំនិញឬមនុស្សឡើងចុះប្រមាណម៉ែត្រពីឬមនុស្សឡើងចុះនៅចម្ងាយប្រមាណសង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវបាទអញ្ចឹងគឺចម្លើយខជាចម្លើយត្រឹមត្រូវមិនលើសពី25សង់ទីម៉ែត្រនោះទេបាទ25សង់ទីម៉ែត្រណាមិនមែន25ម៉ែត្រនោះទេនៅពេលដែលរថភ្លើងពន្លឺសញ្ញាជិតមកដល់តើអ្នកបើកបរត្រូវឈប់ចម្ងាយយ៉ាងតិចប៉ុន្មានម៉ែត្រពីរបាំងឬក៏ពីរបាឬក៏របាំងបាទអញ្ចឹងគឺចម្លើយខណាត្រឹមត្រូវគឺចម្ងាយ2ម៉ែត្រតើរូបសញ្ញាខាងក្រោមមានន័យដូចម្ដេចទៅត្រឹមត្រូវណាគឺទៅត្រង់ហើយបត់ស្ដាំហើយបត់កែងឆ្វេងបាទអញ្ចឹងគឺប្រយ័ត្នខាងមុខមានផ្លូវកែងទៅស្ដាំរួចកែងទៅឆ្វេងបត់ឆ្វេងណាអញ្ចឹងគឺចម្លើយខជាចម្លើយត្រឹមត្រូវរូបខាងក្រោមមានន័យដូចម្ដេចទៅត្រឹមត្រូវអញ្ចឹងគឺចម្លើយខណាជាចម្លើយត្រឹមត្រូវហាមចេញយានបាទ
ចឹងក៏ក្តារតាហាមបើកទទឹមគ្នាអត់ត្រូវទេចឹងចម្លើយខដែលត្រឹមត្រូវគឺហាមចេញយានយន្តគ្រប់ប្រភេទលើកលែងតែតូចចក្រយានយន្តបាទចឹងម៉ូតូអីគឺយើងអាចវ៉ាចេញបានតែរថយន្តគឺហាមវ៉ាចេញនោះតើចម្ងាយឈប់របស់រថយន្តធុនតូចក្នុងល្បឿន90គីឡូម៉ែត្រក្នុង1ម៉ោងមានប៉ុន្មានម៉ែត្របាទអញ្ចឹងគឺចម្លើយគោប្រហែល81ម៉ែត្រហេ